អ្នកមានសុបិនគឺជាបំណងប្រាថ្នារបស់មនុស្សសុបិនគឺជាអ្នកកំណត់ជោគវាសនារបស់មនុស្សមានជោគវាសនាយ៉ាងណាអាស្រ័យលើសុបិនអាចធ្វើឲ្យគេខ្លាយទៅជានរណាម្នាក់ដែលខ្លួនប្រាថ្នាចង់ខ្លាយទៅជាសុបិនអាចធ្វើឲ្យមនុស្សទទួលបានអ្វីដែលគេចង់បាននិងត្រូវការក្នុងឆាកជីវិតរបស់គេសុបិនអាចធ្វើឲ្យជីវិតមនុស្សមានការផ្លាស់ប្ដូរព្រួលប្រែពីមនុស្សធម្មតាទៅជាមនុស្សអស្ចារ្យសុបិនធ្វើឲ្យឆាកជីវិតមនុស្សមានន័យខ្លឹមសារនិងមានគុណតម្លៃសុបិនធ្វើឲ្យមនុស្សខិតខំប្រឹងប្រែងកសាងសមិទ្ធផលនិងបង្កើតស្នាដៃសម្រាប់មនុស្សជាតិសុបិនគឺជាប្រភពនៃទ្រព្យសម្បត្តិនិងអ្វីគ្រប់យ៉ាងរបស់មនុស្សដំបូងមនុស្សបង្កើតសុបិនបន្ទាប់មកសុបិនបង្កើតមនុស្សសុបិនគឺជាការសង់រូបភាពក្នុងគំនិតបន្ទាប់មកវាសង់រូបពិតក្នុងជីវិតអ្នកមានតែងតែសុបិនខុសពីការយល់សប្តិសុបិនមិនមែនជាការយល់សប្តិទេការយល់សប្តិគឺជារូបភាពដែលយើងឃើញនៅពេលដេកលក់ចំណែកសុបិនគឺជារូបភាពដែលយើងឃើញនៅអំឡុងពេលភ្ញាក់និងមានសតិដឹងខ្លួនអ្នកយល់សប្តិតែងតែដេកច្រើនប៉ុន្តែអ្នកមានសុបិនតែងតែដេកតិចព្រោះពួកគេមានគម្រោងផែនការនិងកិច្ចការជាច្រើនដែលត្រូវធ្វើសុភាសិតរបស់ជនជាតិជ្វីសនិយាយថាបើចង់ឲ្យសុបិនខ្លាយជាការពិតត្រូវកុំដេកអ្នកមានយល់ថាទាល់តែមានសុបិនទើបអាចខ្លាយទៅជាអ្នកមានសុបិនគឺជាប្រភពនៃទ្រព្យសម្បត្តិអ្នកមានសុបិនគឺជាអ្នកដែលមានប្រភពទ្រព្យសម្បត្តិអ្នកមានប្រភពទ្រព្យសម្បត្តិពួកគេមានហើយគឺមានរហូតមិនអាចត្រឡប់ទៅជាក្រវិញបាននោះទេអ្នកដែលគ្មានសុបិនអាចខ្លាយទៅត្រឹមតែជាអ្នកមានលុយដែលមានលុយនេះគឺជាការមានបណ្ដោះអាសន្នការមានប្រភពលុយទើបជាការមានពិតប្រាកដអ្នកមានលុយអាចនៅតែប្រឈមនឹងភាពក្រីក្រចំណែកអ្នកមានសុបិនមិនអាចក្រទៀតនោះឡើយ Michael Dell បាននិយាយថាដើម្បីជោគជ័យមិនចាំបាច់ទាល់តែជាមនុស្សដែលមានភាពវៃឆ្លាតមានចក្ខុវិស័យឬជានិស្សិតបញ្ចប់ការសិក្សាថ្នាក់ខ្ពស់នោះទេអ្វីដែលសំខាន់បំផុតនោះអ្នកត្រូវតែមានគោលការណ៍និងសុបិនមួយឲ្យច្បាស់លាស់បំផុតអ្នកមាននិយាយថាបង្កើតសុបិនដើម្បីបង្កើតលុយការបង្កើតសុបិនប្រៀបដូចជាការបង្កើតម៉ាស៊ីនបោះពុម្ពលុយអញ្ចឹងដែរគឺថាតើតែយើងបង្កើតម៉ាស៊ីនបោះពុម្ពលុយរួចទើបយើងអាចផលិតលុយបានម៉ាស៊ីនបោះពុម្ពលុយគឺជាអ្នកបង្កើតលុយមិនមែនលុយជាអ្នកបង្កើតម៉ាស៊ីនបោះពុម្ពលុយនោះទេសុបិនគឺជាអ្នកបង្កើតលុយមិនមែនលុយជាអ្នកបង្កើតសុបិននោះទេបំណងប្រាថ្នាត្រូវតែបង្កើតមុនសកម្មភាពបំណងប្រាថ្នាគឺជាអ្នកបង្កើតសកម្មភាពតើតែយើងដឹងថាខ្លួនយើងចង់បានអ្វីទើបយើងដឹងថាយើងត្រូវធ្វើអ្វីតើតែយើងដឹងថាយើងចង់បានលុយទើបយើងដឹងថាត្រូវរកលុយទៅតាមវិធីណាអ្នកមានតែងតែពោលថាចង់បានលុយចំនួនណាមួយយ៉ាងជាក់លាក់ការចង់បានលុយច្រើនគឺជាចំនួនមិនច្បាស់លាស់ប្រសិនបើយើងហុចដៃសុំលុយឪពុកម្ដាយហើយពោលថាកូនសុំលុយច្រើនតើឪពុកម្ដាយអាចឲ្យលុយយើងកើតដែរទេចម្លើយគឺមិនអាចទេពួកគាត់ចង់ដឹងច្បាស់ថាតើចង់បានចំនួនប៉ុន្មានជាក់លាក់យ៉ាងណាមិញសុបិនគឺជាការប្រាថ្នាសុំទ្រព្យចំនួនជាក់លាក់ណាមួយពីចក្រវាឡនេះប្រសិនបើការសុំរបស់យើងគ្មានភាពច្បាស់លាស់នោះទេចក្រវាឡនេះក៏មិនអាចផ្ដល់ឲ្យយើងបានដែរយើងត្រូវមានភាពច្បាស់លាស់ក្នុងការប្រាថ្នាសុំអ្វីមួយហើយប្រសិនបើសុំលុយគឺត្រូវសុំនៅចំនួនច្បាស់លាស់ណាមួយដូចជាប្រាថ្នាសុំ$1000 លានឬ$10,000 លានឬក៏$50,000 លានឬ$80,000 លានកាលណាសុបិនមានរូបភាពកាន់តែច្បាស់ចំណងកើតឡើងកាន់តែខ្លាំងកាលណាចំណងកើតឡើងកាន់តែខ្លាំងហាមពលផ្ទុះឡើងកាន់តែអស្ចារ្យកាលណាហាមពលផ្ទុះឡើងហើយយើងសម្រេចវាបានយ៉ាងនេះអ្នកក្ររស់នៅដោយគ្មានសុបិនដូច្នេះហើយបានជាពួកគេគ្មានទ្រព្យអ្នកមធ្យមមានសុបិនតូចដូច្នេះហើយបានជាពួកគេមានទ្រព្យតិចអ្នកមានសុបិនធំដូច្នេះហើយទើបពួកគេមានទ្រព្យច្រើនលោក Robert Kiyosaki សៀវភៅដ៏ល្បីម្នាក់នៅអាមេរិកនិងជាមហាសេដ្ឋីបាននិយាយថាចាប់ផ្ដើមជាមួយរឿងតូចហើយត្រូវសុបិនផុយធំមិនចាំបាច់និយាយទៅដល់អ្នកដែលគ្មានសុបិននោះទេព្រោះជីវិតរបស់ពួកគេដឹងតែទេស្អាតហើយចំពោះអ្នកដែលមានសុបិនតូចក៏គ្មានន័យអ្វីដែរ
ព្រោះតែមនុស្សភាគច្រើនគឺយ៉ាងនេះឯងពួកគេប្រាថ្នាចង់បានតូចហើយពួកគេអាចសម្រេចវាបានយ៉ាងងាយមានន័យថាអ្នកណាក៏អាចធ្វើបានគ្មានន័យសោះឡើយព្រោះវាគឺជារឿងធម្មតាចំណែកអ្នកដែលមានសុបិនធំទោះបីជាពួកគេមិនអាចសម្រេចវាបាន 100% ក៏វាគ្រាន់បើដែរតែបើពួកគេអាចសម្រេចបាន 100% នោះវាគឺជារឿងដ៏អស្ចារ្យជាទូទៅសុបិនតូចពិបាកសម្រេចជាងសុបិនធំព្រោះសុបិនធំប្រមូលផ្ដុំថាមពលច្រើនសុបិនតូចបង្កើតកម្លាំងធម្មតាអ្នកមានពោលថាបង្កើតសុបិនដើម្បីមានសមត្ថភាពសូមកុំបារម្ភរឿងថាគ្មានសមត្ថភាពក្នុងការបង្កើតសុបិនពីព្រោះថាសុបិនគឺជាអ្នកបង្កើតសមត្ថភាពមិនមែនសមត្ថភាពបង្កើតសុបិននោះទេមនុស្សគ្មានសមត្ថភាពមិនធ្វើទេសំខាន់ឲ្យតែពួកគេមានសុបិនកាលណាពួកគេមានសុបិនហើយអំណាចនៃសុបិនរបស់ពួកគេនឹងជំរុញឲ្យពួកគេរកវិធីរៀនដល់ស្វ័យប្រវត្តិទោះជាគ្រូនៅដល់ណាសាលានៅដល់ណាមេរៀននៅឋានណាក៏ដោយពួកគេនឹងស្វែងរកឲ្យទាល់តែបានគ្មានឧបសគ្គណាកើតឡើងនៅលើផ្លូវដែលមនុស្សប្រាជ្ញាចិត្តថាទៅសម្រេចវាឲ្យបាននោះទេកុំខ្វល់ថាត្រូវកសាងសមត្ថភាពរបៀបណាប៉ុន្តែត្រូវគិតថាបង្កើតសុបិននៅពេលណានិងដោយរបៀបណាអ្នកដែលគ្មានសុបិនទោះជាសាលាមេរៀននៅនឹងមុខនឹងមាត់និងភ្នែកក៏ពួកគេនៅតែគ្មានសមត្ថភាពដែរពីព្រោះតែពួកគេមិនដឹងថាត្រូវរៀនអ្វីនិងដើម្បីអ្វីមានសុបិនមានសមត្ថភាពមានសមត្ថភាពមិនប្រកាសថាមានសុបិនសមត្ថភាពដែលកើតឡើងមានឡើងដោយគ្មានសុបិនគឺជាសមត្ថភាពមិនខ្លាំងសុបិនគឺជាអ្នកបង្កើតសមត្ថភាពដ៏ខ្លាំងពូកែនិងបង្កើតមនុស្សអស្ចារ្យអ្នកមានហ៊ានសុបិននៅលើโลกនេះគ្មានអ្នកមានសុបិនណាដែលមិនអាចសម្រេចបានលទ្ធផលនោះទេប្រវត្តិជាសកលបានបង្ហាញឲ្យឃើញថារាល់សមិទ្ធផលទាំងអស់ដែលកើតមាននៅលើโลกនេះគឺសុទ្ធសឹងតែជាស្នាដៃរបស់អ្នកដែលមានសុបិនចំណែកឯអ្នកដែលគ្មានសុបិនគឺមិនដែលបានបង្កើតអ្វីនិងបន្សល់ទុកអ្វីដែលជាស្នាដៃនោះទេអ្នកដែលគ្មានសុបិនរមែងរស់នៅទៅទេពោលគឺខួរក្បាលទៅទេបេះដូងទៅទេនិងដៃទៅទេស្អាតសាកគិតទៅមើលបើកើតមកខ្លួនទៅទេហើយស្លាប់ទៅវិញខ្លួនទៅទេទៀតនោះតើគួរខ្មាស់គេដែរឬទេអ្នកដែលគួរឲ្យខ្មាស់គេគឺអ្នកដែលគ្មានសុបិននេះឯងព្រោះពួកគេនឹងក្លាយទៅជាមនុស្សទៅទេស្អាតអ្នកដែលគួរសរសើរនិងមិនខ្មាស់គេនោះគឺអ្នកដែលមានសុបិនព្រោះមានសុបិននិងមានសមត្ថភាពអ្នកមានតែងតែស្ងើចសរសើរអ្នកមានសុបិនដំបូងឡើយអ្នកក្រសើរចំអកអ្នកមានសុបិនពីព្រោះពួកគេមានតែសុបិនប៉ុន្តែមិនទាន់មានលទ្ធផលមួយរយៈក្រោយមកពួកគេខ្មាស់អៀនអ្នកមានសុបិនទៅវិញព្រោះថាអ្នកមានសុបិននឹងបង្កើតបានស្នាដៃដ៏អស្ចារ្យអ្នកមានមិនសូវចំអកអ្នកមានសុបិននោះទេព្រោះគេយល់ច្បាស់លាស់ថាអ្នកមានសុបិនគឺជាអ្នកដែលមានការយល់ដឹងត្រឹមត្រូវអំពីជីវិតនិងការរស់នៅហើយពួកគេតែងតែបង្កើតអ្វីដែលមានប្រយោជន៍និងកសាងស្នាដៃដែលមានគុណតម្លៃសម្រាប់ខ្លួនឯងនិងសង្គមផ្ទុយទៅវិញអ្នកដែលត្រូវបានគេសើចចំអកគឺអ្នកក្រឯណោះទៅវិញទេប៉ុន្តែអ្នកមានមិនសើចចំអកអ្នកក្រនោះទេពួកគេអាណិតអ្នកក្រខ្លាំងណាស់អាណិតត្រង់ថាល្ងងណាស់រស់នៅជាមួយជីវិតលើផែនដីដ៏ផូរផង់ពោពេញទៅដោយភោគទ្រព្យតែពួកគេបែរទៅជាល្ងងវត្តអត់ប្រាថ្នាសុំទ្រព្យនឹងគេហើយពួកគេសុខចិត្តរស់នៅដោយភាពថ្លៃថ្នូរគ្មានទ្រព្យសម្បត្តិទៅវិញអ្នកមានខំសម្រេចសុបិនជាជាងខំប្រកលុយយើងដឹងហើយថាសុបិនគឺជាប្រភពលុយអ្នកមានខំកសាងប្រភពលុយជាជាងខំរកតែលុយប្រៀបដូចជាពួកគេខំជីកអណ្ដូងកសាងប្រភពទឹកជាជាងខំរករែកទឹកនៅគ្មានអណ្ដូងកាលណាពួកគេជីកអណ្ដូងបានហើយពួកគេឡើងខ្វល់អំពីទឹកទៀតហើយពួកគេនឹងមានទឹកគ្រប់រដូវហើយឡើងហត់នឿយដើរទៅរែកទឹកនៅទីឆ្ងាយឆ្ងាយកាលណាយើងកសាងប្រភពចំណូលបានហើយយើងនឹងមានចំណូលជាប្រចាំទោះជាយើងមិនចាំបាច់ធ្វើការទៀតក៏មុខរបរយើងក្រោកលុយឲ្យយើងដោយស្វ័យប្រវត្តិប្រសិនបើគេឲ្យលុយសូមកុំទាន់សម័យអតែបើយើងមានមុខរបរចូលត្រេកអរសប្បាយចិត្តចុះព្រោះការមានមុខរបរគឺមានស្ថិរភាពនិងភាពថ្លៃថ្នូរជាងមានលុយសុបិនគឺជាអ្នកបង្កើតមុខរបរតែលុយមិនមែនជាអ្នកបង្កើតសុបិននោះទេអ្នកដែលខំរកលុយដោយគ្មានសុបិនគឺមិនអាចស្ថិតស្ថេរបានឡើយតែបើមានសុបិនហើយលុយនឹងហូរចូលដោយស្វ័យប្រវត្តិជាប្រចាំអ្នកមានធ្វើការដើម្បីសម្រេចសុបិនអ្នកក្រធ្វើការចង់បានតែលុយគ្មានខ្វាយខ្វល់ចង់សម្រេចសុបិនអ្វីឡើយ
hãy đầu vấy ban chia mình trong sầm rạch sụp bấn, pru kê miên sụp bấn. Nẹ miên phơi cà nia mình cất lưỡi chia sầm khăn được tệ, pru kê cất sụp bấn sầm khăn chít. Pru kê chừng rừng phơi cà nia đã chia cái sụp bấn, đầm vấy có sang sầm mặt phiệp sầm rạch sụp bấn, pru thà cà bật pru kê ai sầm rạch sụp bấn bàn hỏi, lưỡi nâng hốt châu tam cào đòi xoayประวัติ នេះបើសិនជាពួកគេចង់បានលុយពិតមែននោះដោយដែលយើងបានដឹងរួចហើយថាសុបិនគឺជាប្រភពលុយការបើយើងមានប្រភពលុយហើយរឿងអីដែលត្រូវបារម្ភពីលុយទៀតនោះធ្វើការដើម្បីលុយគឺនៅតែខ្វះលុយតែបើធ្វើការដើម្បីសម្រេចសុបិនគឺបានទាំងលុយបានទាំងប្រភពលុយនិងបានទាំងឋានសួគ៌អ្នកមានគឺជាម្ចាស់សុបិនអ្នកដែលមានសុបិនគឺជាម្ចាស់សុបិនម្ចាស់សុបិនគឺជាអ្នកមានសុបិនអ្នកមានសុបិនតែងតែមានគម្រោងផែនការសម្រាប់សុបិនដូច្នេះពួកគេនឹងបង្កើតគម្រោងផែនការរចនាសម្ព័ន្ធនិងប្រព័ន្ធការងាររួចហើយពួកគេនឹងស្វែងរកមនុស្សមកចូលធ្វើការងារក្នុងប្រព័ន្ធរបស់ពួកគេជឿចុះមនុស្សដែលមានសុបិនមិនចូលមកធ្វើការងារក្នុងប្រព័ន្ធរបស់អ្នកដទៃនោះទេព្រោះពួកគេមានប្រព័ន្ធការងារសម្រាប់ខ្លួនគេហើយបើដូច្នេះអ្នកដែលនឹងចូលរួមខ្លួនមើលបម្រើការងារក្នុងប្រព័ន្ធរបស់អ្នកមានសុបិនគឺសុទ្ធសឹងតែជាអ្នកដែលគ្មានសុបិននោះឯងយុវជនដែលគ្មានសុបិននឹងក្លាយទៅជាខ្ញុំកញ្ចះនៃការងាររបស់អ្នកមានសុបិនរហូតពេញមួយជីវិតរីឯយុវជនដែលមានសុបិននឹងក្លាយទៅជាម្ចាស់នៃអ្នកដែលគ្មានសុបិនយុវជនដែលគ្មានសុបិននឹងក្លាយទៅជាខ្ញុំកញ្ចះរបស់យុវជនដែលមានសុបិនអ្នកមានយល់ថាមានសុបិនមានសុខប៉ុន្តែមានសុបិនគឺពិតជាមានទុក្ខក៏ប៉ុន្តែអត់សុបិនមិនមែនបានន័យថាមានសេចក្តីសុខនោះទេលុះត្រាតែអស់កិលេសតណ្ហាទើបមានសុខនៅក្នុងភាពជាមនុស្សធម្មតាតើអាចរស់នៅដោយគ្មានកិលេសតណ្ហាឬទេមានមនុស្សខ្លះបានតែមកថាមិនចង់មានមិនចង់បានស្អីនោះទេតើពួកគេពោលពាក្យនេះគឺជាពាក្យពិតដែរទេបើមិនអាចឡើងទៅឋានសួគ៌ទេសូមគុំទៅរប៉ាត់រប៉ាំងអញ្ចឹងធ្វើអីសូមចុះមកឋានកណ្ដាលវិញទៅបើយើងខ្លាចជាព្រះអរហន្តទៅហើយមិនត្រូវប្រាថ្នាទ្រព្យអ្វីទៀតនោះឡើយតែបើមិនអាចខ្លាយទៅជាព្រះអរហន្តនោះទេហើយបើសិនជានៅមានកិលេសតណ្ហាពេញខ្លួននៅឡើយនោះយើងគួរតែបង្កើតឲ្យជីវិតមានក្តីសុបិនព្រោះកាលណាយើងមានសេចក្តីប្រាថ្នានាំឲ្យយើងខំរកខំកសាងប្រភពទ្រព្យដូច្នេះវានឹងនាំឲ្យយើងមានទ្រព្យសម្រាប់សោយសុខនឹងគេវាពិតជាវេទនាពីក្រៃប្រសិនបើចិត្តរបស់យើងនៅតែស្រេកឃ្លានទ្រព្យនាំឲ្យជីវិតមានទុក្ខសេចក្តីសុខបតិជនយើងនេះគឺសុខព្រោះមាននឹងចេះប្រើប្រាស់ទ្រព្យនោះឯងអ្នកមានរស់ដើម្បីកើតដើម្បីរស់មានន័យថាកើតមកលើផែនដីនេះគ្មានវត្ថុបំណងអ្វីក្រៅតែអំពីរស់នៅស៊ីជុះបុកទំពាជាទម្លាប់ដដែលរងចាំថ្ងៃស្លាប់នោះទេចំណែកពាក្យថារស់ដើម្បីកើតមានន័យថាការដែលគេបានកើតមកជាមនុស្សរស់នៅលើផែនដីនេះហើយគេមានវត្ថុបំណងច្បាស់លាស់គឺគេរស់នៅដើម្បីចូលរួមសាងលោកដោយបង្កើតអ្វីដែលមានប្រយោជន៍និងគុណតម្លៃសម្រាប់ខ្លួនឯងផងនិងអ្នកជំនាន់ក្រោយផងអ្នកមានមិនកើតមកដើម្បីតែរស់នោះទេតែពួកគេរស់នៅដើម្បីបង្កើតអ្វីទៅតាមសេចក្តីប្រាថ្នារបស់ខ្លួនអ្នកមានធ្វើអ្វីដែលខ្លួនចង់ធ្វើអ្នកក្រតែងតែធ្វើអ្វីក្រៅពីបុព្វហេតុនៃសុបិនខុសពីឆន្ទៈនិងមនសិការដែលខ្លួនចង់ធ្វើពួកគេធ្វើកិច្ចការអ្វីដើម្បីបុព្វហេតុផ្សេងជាពិសេសពួកគេធ្វើអ្វីដើម្បីតែលួយប៉ុណ្ណោះពួកគេមិនបានធ្វើអ្វីទៅតាមប្តីប្រាថ្នានោះទេគឺធ្វើអ្វីតាមការបញ្ជាការបង្ខិតបង្ខំការជំរុញនិងការជួយឬជាថ្នូរនឹងអ្វីផ្សេងហើយទីបំផុតនៃអ្នកដែលគ្មានសុបិនគឺធ្វើការបម្រើឬសម្រេចសុបិនអ្នកដទៃចំណែកអ្នកមានវិញពួកគេមានសុបិនពួកគេធ្វើកិច្ចការដែលទាក់ទងទៅនឹងសុបិនរបស់ពួកគេមានន័យថាពួកគេធ្វើអ្វីស្ដែងចេញពីឆន្ទៈនិងមនសិការពួកគេមិនធ្វើអ្វីដែលខ្លួនត្រូវតែធ្វើនោះទេគឺពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើពួកគេមិនទទួលបញ្ជាឲ្យធ្វើអ្វីមួយនោះទេតែពួកគេបញ្ជាឲ្យអ្នកដទៃធ្វើអ្វីដែលពួកគេចង់ធ្វើបាទខ្ញុំសូមបញ្ចប់អត្ថបទត្រឹមប៉ុណ្ណេះហើយអរគុណសម្រាប់ការតាមដានស្ដាប់បាទកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតបាទអញ្ចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងហើយខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយ